ខ្ញុំមានបេសកកម្មមួយចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីបាទគឺក្នុងបេសកកម្ម BKA Gresini Racing Team ហើយជាការមកដល់អាកាសយានដ្ឋានអន្តរជាតិមរតកដាជោជាលើកដំបូងរបស់ខ្ញុំដែរចាប់តាំងពីសម្ពោធនៅថ្ងៃទី20ខែតុលាកន្លងទៅបាទជើងហោះហើរ Malaysia Airlines ខ្ញុំធ្វើដំណើរទៅពីអ្នកនឹងដៃគូដែលគាត់ជួយថតខ្ញុំគឺលោកទីតូបាទយើងចំណាយពេលវេលាជិត2ម៉ោងបាទប្រហែលជា1ម៉ោង50នាទីបាទដើម្បីធ្វើដំណើរពីរាជធានីភ្នំពេញដល់ម៉ាឡេស៊ីនៅកូឡាឡាំពូខ្ញុំតែងតែទៅដល់ទីនោះច្រើនដងហើយប៉ុន្តែលក្ខណៈ transit ប៉ុន្តែលើកនេះគឺទៅដល់ហើយគឺធ្វើដំណើរចូលទៅក្នុងទីក្រុងកូឡាឡាំពូតែខ្ញុំស្ថិតនៅពុត្រាចាយាបាទគឺបេសកកម្មបណ្ណាំងម៉ូតូពិភពលោកបាទគឺ MotoGP Malaysian Grand Prix នេះខ្ញុំទៅដល់ទីតាំងបណ្ណាំងតែម្ដងបងប្អូននេះឈរនៅទន្ទឹមនឹងក្រុមការងារបច្ចេកទេសរបស់ BKA ខ្ញុំបានឃើញការ៉ាស់របស់កីឡាករ Alex Marquez ហើយនិង Fermin របស់ក្រុម BKA Gresini Racing Team ខ្ញុំបានទស្សនាការវឹកសមផ្សេងនៅក្នុងការត្រៀមប្រណាំងទាំងម៉ូតូទាំង3ប្រភេទបាទក្រុមការងារបច្ចេកទេសបានបញ្យល់អំពីអ្វីទៅដែលជាសម្បកកង់ដ៏ល្អសម្បកកង់នេះមិនមានលក់នៅលើទីផ្សារទេបងប្អូនកាលណាប៉ុណ្ណឹងហើយគេយកចូលរោងចក្រគេវិញហើយបាទFermin ដែលជាកីឡាករដ៏ឆ្នើមបាទរួមទាំងកីឡាករឆ្នើមមួយចំនួនទៀតតែ Alex Marquez គឺជាកីឡាករមួយបាទដែលកំពុងតែលេចធ្លោយ៉ាងខ្លាំងរបស់ក្រុម BKA Gresini Racing Teamបរិយាកាសបាទនៅឯសេប៉ាងបាទទីលានប៉ណ្ណាំងនៅជុំវិញនោះគឺមានមនុស្សម្នាមកទស្សនាក្រុមការងារបាទមករៀបចំធ្វើឲ្យកម្មវិធីនេះទៅធំមែនទែនអូខ្ញុំភ្លេចប្រាប់រឿងមួយខ្ញុំបានដឹងអំពីស្បែកកង់គូរូតាមពិតកៅអៅប៉ណ្ណាំងម៉ូតូគេធ្វើពីស្បែកកង់គូរូបាទបំពាក់ដោយបច្ចេកទេសមួយចំនួនទៀតនេះបើតាមការបញ្យល់ពីអ្នកបច្ចេកទេសបាទមានទាំងអេប៉ុងសម្រាប់ការពារអាវក្នុងហើយអាវក្រៅទៀតបាទហើយក្រៅពីនោះខ្ញុំបានជួបជាមួយនឹងអ្នកប្រណាំងម៉ូតូដ៏ឆ្នើមរបស់ក្រុម BKA Gresini Racing Team បាទដូចជា Fermin ដូចជា Alex Marquez បាទនេះម៉ូតូនេះបានដាក់តាំងទុកនៅនឹងមុខនៃកន្លែងយើងជុំគ្នាបាទមែនតើទៅលេខ73នេះគឺរបស់ Alex Marquez នេះឯងតែអ្វីដែលជាកន្លែងយើងជុំគ្នានោះគឺបណ្ដាក្រុមអ្នកព័ត៌មាន KOL អ្នកប្រជាប្រិយល្បីមកពីគ្រប់ទីកន្លែងទាំងអស់បានជុំគ្នាបាទរួមទាំងខ្ញុំម្នាក់ផងដែរអញ្ចឹងយើងបានជុំគ្នាយើងបានស្គាល់នៅអ្វីដែលជាការរៀបចំកម្មវិធីប្រណាំងម៉ូតូគេបានឲ្យយើងបានទៅដល់នៅការ៉ាស់យើងបានដើរទស្សនាបាទនៅទីលានមុននឹងការប្រណាំងចាប់ផ្ដើមដូច្នេះយើងបានឃើញគ្រប់ប្រភេទម៉ូតូទាំងអស់យើងបានតាមដាននៅព័ត៌មានលម្អិតផ្សេងអំពីប្រវត្តិរបស់កីឡាករប្រណាំងម៉ូតូនីមួយផងដែរបងប្អូនហើយបាទ scan ចូលទៅតាមអ្វីដែលយើងបានបំពេញបែបបត់ហើយនោះមនុស្សរាប់ម៉ឺននាក់រាប់សែននាក់បាទគឺមកទស្សនាការប្រណាំងម៉ូតូនេះបាទប្រវែងផ្លូវនៅសេប៉ាងនេះគឺ5530ប្រមាណម៉ែត្របាទជាង5គីឡូកន្លះបាទហើយកីឡាករប្រណាំងលឿនមែនតើអញ្ចឹងពួកយើងត្រូវបានក្រុមការងារ BKA Gresini Racing Team បានជូនដំណើរឲ្យទៅមើលនៅទីនេះទីនោះហើយទីបំផុតគឺយើងបានទស្សនាការប្រណាំងចាប់ផ្ដើមដោយអ្នកខ្លះក៏គាត់ទៅមើលផ្ទាល់ខ្លះក៏គាត់មកមើលជុំគ្នាបាទនៅក្នុងទីតាំងដែលក្រុមការងារបាទរបស់ BKA Gresini Racing Team នេះបាទរូបនេះបងប្អូនធ្លាប់ឃើញបាទកប៉ាល់ហោះយន្តហោះបាទប្រឡាប់កាប់ផ្ងាហោះហើរអញ្ចឹងទៅមានទាំងឧទ្ធម្ភាគចក្រផងអីផងអញ្ចឹងទៅការប្រណាំងម៉ូតូចាប់ដើមចេញដំណើរទៅម្ដងបងប្អូនឡើងហឹមទៅជាបងលើកទី1ក្នុងឆាកជីវិតហើយបាទដែលគុំនឹងសំលេងយ៉ាងខ្លាំងបែបនេះបាទក្រុមការងារនៃក្រុមប្រណាំងនីមួយយកចិត្តទុកដាក់តាមដានទៅតាមលក្ខណៈបច្ចេកទេសទាំងអស់នោះពិតជាអស្ចារ្យមែនទែននេះជាបទពិសោធន៍ដ៏អស្ចារ្យរបស់ខ្ញុំនៅក្នុងទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីនៅលើផ្លូវប្រណាំងសេប៉ាងបាទខ្ញុំបានទីបំផុតចុះមកទស្សនានៅខាងក្រោមជាមួយក្រុមការងារផ្សេងដែរសន្តិភាពហូជាមួយគ្នាអរគុណដល់ក្រុមការងារ BKA Gresini Racing Team ជាពិសេសខ្ញុំបានជួប BKA News បាទ Manager គឺលោកMichael Gadd ផងដែរដែលយើងបាននិយាយគ្នាច្រើនពីរឿងទាំងនេះហើយក៏អបអរសាទរដល់ Alex Marquez ដែលឈ្នះជើងឯក Malaysian Grand Prix BKA Gresini Racing Fighting